เพลงជាវីហើយខ្ញុំធ្វើការជាមួយDemon រយៈពេល5ឆ្នាំហើយវាជាផ្ទះខ្លួនរបស់ខ្ញុំនេះជាបន្ទប់របស់នេះជាម្ដាយរបស់ខ្ញុំអាយុ84ឆ្នាំហើយនេះជាកូនប្រុសរបស់ខ្ញុំមកនេះតារាគេអាយុ16ឆ្នាំគេរៀនថ្នាក់ទី9ឆ្នាំនេះហើយនេះធីតាគេអាយុ13ឆ្នាំហើយគេរៀនថ្នាក់ទី7ឆ្នាំនេះហើយកូនស្រីខ្ញុំមួយទៀតនៅរៀនសាលាដល់មកនេះខ្ញុំធ្វើដូចថារួមគ្នាដូចថាប្តីខ្ញុំគាត់មានប្រាក់ខែតិចតួចហើយយើងអត់សូវចង់លុយចាក់អីប្រហែលទេហើយដល់ពេលនេះឥឡូវខ្ញុំកូនធំអស់ហើយខ្ញុំបានស្គាល់តារីមិនមកគាត់បានបង្កើតគាត់នៅកិច្ចហ្នឹងបានចូលធ្វើការមួយគាត់ហ្នឹងខ្ញុំក៏ចេះតែមានប្រាក់ខែខ្លះដើម្បីជួយគុណគុំឲ្យកូនរៀនសូត្រសិនខ្ញុំអត់បានធ្វើការតែជាកូនខ្ញុំត្រូវឈប់រៀនហើយពេលសប្តាហ៍ហ្នឹងខ្ញុំចេះតែនិយាយអង្វរកូនឲ្យកូនខំរៀនហ្នឹងទោះបីតែខ្ញុំមានលុយតិចឲ្យកូនតិចយ៉ាងណាក៏ដោយខ្ញុំថាឲ្យកូនតស៊ូរៀនពីព្រោះថាខ្ញុំជាម្ដាយអត់មានអីឲ្យកូននេះប៉ុន្តែយើងជួយឲ្យកូនរៀនបានចំណេះដឹងឲ្យកូនមានការងារល្អធ្វើទៅថ្ងៃអនាគតទៀតណា When I grow up I want to be a doctor When I grow up I want to be a hairdresser Hi, I'm Damon Vickers and I manage One Seat Cambodia. Yuri is a mother with 3 children at home. Her husband paid less than $50 a month. They had to be supplemented by the church in order to just have food on the table. She came to us and she has a new pride in what she does, so now she is our lead worker. She makes a fair wage and she has the ability to be creative.